សួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់បណ្ដំទុកនេះខ្ញុំបានបាទមកដល់លេងផ្សារនៅទីក្រុងសៀមរាបបាទហើយយើងក៏បានឈៀងចូលមកលេងនៅប្រាសាទអង្គរវត្តរបស់យើងពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូមួយនេះគឺថាអត់មានអីជាធំដុំអីទេពុកម៉ែបងប្អូនបាទគាត់ថាជាលើកទី1សម្រាប់ខ្ញុំបាទសម្រាប់ខ្ញុំបាទដែលបានមកលេងក្រុងសៀមរាបបាទហើយក៏បានមកលេងនៃប្រាសាទអង្គរវត្តបាទគឺជាលើកទី1របស់ខ្ញុំជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំបាទហើយយើងបានធ្វើដំណើរពីភ្នំពេញបាទមកក្រុងសៀមរាបពុកម៉ែបងប្អូនតែសារយើងធ្វើការនៅរាជធានីភ្នំពេញហើយយើងនៅតាមបណ្ដាខេត្តបាទហើយណាមួយបាទពីមុនយើងមិនសូវមានពេលជាមានលុយជាមានយាតជំនិះអញ្ចឹងណាបងប្អូនបាទហើយមកដល់ពេលនេះយើងក៏បានមកលេងប្រាសាទអង្គរវត្តជាលើកទី1បាទហៅថាជាលើកដំបូងរបស់ខ្ញុំបាទហើយពិតជាស្រស់ស្អាតមែនតើបាទប្រាសាទអង្គរវត្តរបស់យើងបាទគឺថាមកដល់បាទនៃប្រាសាទគឺថាស្រស់ស្រាយមែនតើពុកម៉ែបងប្អូនបាទមកដល់ឮតែសំឡេងបាទសក់សេកយំក៏មានអារម្មណ៍ថាបាទស្រស់ស្អាតដែរបាទហើយពុកម៉ែបងប្អូនមើលវីដេអូចាក់ស្ដែងពុកម៉ែបងប្អូនគឺថាកូនបាទការដើរចូលមកគឺថាអត់តាន់ដេកទេពុកម៉ែបងប្អូនដល់ពេលចូលមកដល់ប្រាសាទអង្គរវត្តគឺថាដេកតែម្ដងបាទដេកតែម្ដងហើយខ្ញុំវិញបាទ3កូនរហូតតែម្ដងបាទហើយប្រពន្ធគាត់បាទដើរឆ្ងាយគាត់ហត់គាត់ក៏សម្រាកបាទហើយខ្ញុំក៏ជាអ្នក3កូនហើយកូនបាទគឺថាចូលមកដល់ប្រាសាទអង្គរវត្តគឺថាដេកតែម្ដងបាទហើយវីដេអូមួយនេះគឺនៅប្រាសាទបាយ័នពុកម៉ែបងប្អូនបាទហើយក៏មកដល់ពេលនេះគឺវីដេអូបន្ទាប់គឺយើងមកដល់ប្រាសាទអង្គរវត្តបាទហើយយើងបានដើរលេងចំនួន3ប្រាសាទដែរពុកម៉ែបងប្អូនយើងទៅរយៈពេល2ថ្ងៃយើងបានដើរលេង3ប្រាសាទបាទប្រាសាទទី1គឺប្រាសាទបាយ័នប្រាសាទទី2គឺប្រាសាទអង្គរវត្តរបស់យើងបាទហើយក៏ប្រាសាទទី3គឺប្រាសាទព្រះខ័នពុកម៉ែបងប្អូនបាទរយៈពេល2ថ្ងៃគឺថាអូដើរអត់តាន់អស់ពុកម៉ែបងប្អូននៅច្រើនប្រាសាទហើយយើងមកបានតែ2ថ្ងៃយើងដើរអត់អស់មែនណាក្រុងសៀមរាបធំមែនតើពុកម៉ែបងប្អូនហើយនៅមានកន្លែងដើរលេងជាច្រើនទៀតដែលយើងមិនតន់បានទៅបាទប្រហែលជាឱកាសក្រោយពុកម៉ែបងប្អូនបាទហើយនេះសម្រាប់បងថ្លៃរបស់ខ្ញុំគាត់គួរទ្រង់បាទកន្លែងហ្នឹងហៅគួរទ្រង់លឺពុកម៉ែបងប្អូនបាទគាត់ដើររកកន្លែងហ្នឹងមកយូរមុំតែឃើញពុកម៉ែបងប្អូនបាទគឺថាទំហំនៃប្រាសាទអង្គរវត្តរបស់ខ្មែរយើងគឺថាអូធំមែនតើពុកម៉ែបងប្អូនបាទហើយសោះស្អាតពុកម៉ែបងប្អូនអើយបាទសោះស្អាតមែនតើបាទគ្រាន់តែទីធ្លានៃប្រាសាទពុកម៉ែបងប្អូនរាប់ហាត់បាទហើយបាទទីធ្លាបាទយើងទៅក្នុងខែនេះពុកម៉ែបងប្អូនគឺថាស្មៅឡើងខៀវខ្ចីតែម្ដងបាទស្មៅខៀវខ្ចីតែម្ដងបាទហើយសម្រាប់កូនខ្ញុំវិញអូគាត់រត់លេងសប្បាយពុកម៉ែបងប្អូនអើយបាទគាត់នៅតូចបាទគាត់បានមកដើរលេងในប្រាសាទអង្គរវត្តហើយបាទឯចំណែកប៉ាវិញបាទគាត់ថា33ឆ្នាំហើយទៅតែបានមកលើកទី1ហើយបាទតាំងពីតូចមកប៉ងមកលេងប្រាសាទអង្គរវត្តបាទប៉ងមកសៀមរាបយូរហើយតែអត់ដែលមានពេលបានមកលេងបងពុកម៉ែបងប្អូនបាទទៅតែអ៊ំទុកនេះពុកម៉ែបងប្អូនបាទបានមកដើរលេងនៃប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរយើងបាទដែលដូនតារបស់ខ្មែរយើងមកសល់ទុកមកគឺថាសោះស្អាតមែនតើបាទហើយសម្រាប់បុណ្យអ៊ំទុកនេះគឺថាបងប្អូនអើយគឺថាស្ទះផ្លូវមែនតើពុកម៉ែបងប្អូនបាទសម្រាប់ឡានស្ទះមែនតើមកបាទគឺថាបងប្អូនខ្មែរយើងសម្រុកទៅលេងបុណ្យអ៊ំទុកបាទនៅក្រុងសៀមរាបច្រើនមែនតើពុកម៉ែបងប្អូនហើយទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិបាទគឺថាអូមកច្រើនមែនតើពុកម៉ែបងប្អូនអូណែណាប់តែម្ដងបាទគឺថាច្រើនមែនតើពុកម៉ែបងប្អូនច្រើនមែនតើបាទអូសប្បាយមែនតើពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូមួយនេះពុកម៉ែបងប្អូនបាទគឺថាអត់មានអីជាអីបានថតជាអីទេពុកម៉ែបងប្អូនបាទថតបានតែវីដេអូបន្តិចតួចជូនពុកម៉ែបងប្អូនបាទហើយក៏ខ្ញុំបានមិនសូវជាមានជំនាញក្នុងការរៀបរាប់អីជាក្បោះក្បាយឯណាទេពុកម៉ែបងប្អូនបាទគឺថាadmin បានតែប៉ុណ្ណឹងពុកម៉ែបងប្អូនបាទមិនសូវជាចេះនិយាយអីច្រើនទេពុកម៉ែបងប្អូនអើយបាទហើយពុកម៉ែបងប្អូនមើលវីដេអូចាក់ស្ដែងបាទសម្រាប់ពុកម៉ែបងប្អូនណាដែលអត់បានដែលមកលេងនៃប្រាសាទបាទរបស់ខ្មែរយើងពុកម៉ែបងប្អូនគួរតែឆ្លៀតពេលបានបាទមកទស្សនានៃប្រាសាទខ្មែរយើងមកពុកម៉ែបងប្អូនអើយគឺថាមហាអស្ចារ្យមែនតើពុកម៉ែបងប្អូនគឺថាអូយដើមឈើមកដល់ឃើញដើមឈើមកដល់ឃើញមនុស្សអ៊ូអរពុកម៉ែបងប្អូនគឺថាអូស្រស់ស្រាយ